มาหอบอาหารเป็นที่สำคัญนะสำหรับตรงสุขภาพบ่យើងจังបើសិនជាយើងមានពេលទំនេរថែរក្សាសុខភាពខ្លួនឯងយើងគួរតែចំណាយពេលធ្វើម្ហូបញ៉ាំខ្លួនឯងពីព្រោះកាលណាយើងធ្វើម្ហូបញ៉ាំខ្លួនឯងម្ហូបរបស់យើងស្អាតអ្នកណាក៏ដោយឲ្យតែធ្វើម្ហូបខ្លួនឯងមិនដែលថាទៅទិញបន្លែមិនល្អឬក៏សាច់មិនល្អម្ហូបទេអញ្ចឹងដើម្បីជៀសវាងកុំឲ្យបន្លែសាច់ទាំងអស់ដែលយើងមិនដឹងកាលណាដែលយើងទិញគេស្រាប់យើងអត់ដឹងថាតើប្រភពសាច់ឬក៏ប្រភពបន្លែដែលយើងបានហូបចូលទៅក្នុងកាពះរបស់យើងហ្នឹងចូលទៅក្នុងសារពាង្គកាយរបស់យើងហ្នឹងតើបន្លែទាំងអស់ហ្នឹងមកពីណាបើយើងមានម៉ួយឬក៏យើងស្គាល់អ្នកទិញនឹងច្បាស់ហើយយើងបានទិញនៅបន្លែស្រស់សាច់ស្រស់យកមកធ្វើម្ហូបវាជួយដល់សារពាង្គកាយរបស់យើងច្រើនមែនទែនជួយបូកផ្សំជាមួយនឹងការបញ្ចេញញើសអញ្ចឹងពេលដែលយើងធ្វើម្ហូបក៏ដូចជាយើងហាត់ប្រាណដែរព្រោះយើងមានប្រើទាំងកាយសម្បទានយើងទាំងអស់ការឈរធ្វើម្ហូបការប្រើដៃរំលីងសាច់រំលីងបន្លែហើយការប្រើភ្នែកដើម្បីសម្លឹងមើលការប្រើច្រមុះដើម្បីហិតក្លិនការប្រើត្រចៀកដើម្បីស្ដាប់ឮឈីវទាំងអស់ហ្នឹងគឺជួយឲ្យសារពាង្គកាយយើងរស់រវើកទាំងអស់អាហ្នឹងជាចំណែកមួយចូលរួមយ៉ាងសកម្មនៃសារពាង្គកាយយើងបើថាពេលដែលយើងធ្វើម្ហូបវារៀងហត់បន្តិចប៉ុន្តែជាការហត់មួយដែលយើងបញ្ចេញកម្លាំងហាត់ប្រាណឲ្យមានប្រយោជន៍សម្រាប់សារពាង្គកាយយើងបកមកវិញដែរចាអញ្ចឹងកាលណាយើងបរិភោគបន្លែល្អសាច់ល្អយើងហាត់ប្រាណបន្តិចចូលរួមជាមួយគ្នាទៅចុងក្រោយយើងបានមកនៅអាហារមួយពេលដែលមានរសជាតិឈ្ងុយឆ្ងាញ់ចាអញ្ចឹងបងប្អូនសាកមកធ្វើដូចនាងខ្ញុំមើលចំណាយពេលធ្វើម្ហូបជារៀងរាល់ថ្ងៃឬក៏មកថ្ងៃ3ពេលយើងមិនអាចថាមួយថ្ងៃយើងអាចធ្វើ3ពេលនឹងទាំងអស់តែម្ដងអាចមានអ្នកខ្លះពេលខ្លះខ្ញុំឲ្យប្តីខ្ញុំជាអ្នកធ្វើហើយពេលខ្លះខ្ញុំធ្វើហើយពេលខ្លះម៉ាក់ខ្ញុំធ្វើអញ្ចឹងមានន័យថាមួយថ្ងៃយើងចែកគ្នាធ្វើទៅហើយយើងក៏ចូលរួមចំណែកដែរបើសិនជាយើងមានពេលដូចជាសៅរ៍អាទិត្យយើងអត់ទៅណាទេយើងមានពេលធ្វើទាំង3ពេលយើងអាចចូលរួមមួយពេលយើងជាអ្នកធ្វើហើយ2ពេលទៀតយើងជាអ្នកហាន់បន្លែឬក៏យើងជាអ្នកចូលរួមជួយលាងចានលាងឆ្នាំងឲ្យគាត់បន្ទាប់ពីយើងញ៉ាំហើយអីចឹងទៅចាអាហ្នឹងជាការចូលរួមមួយដើម្បីបង្កើតការញ៉ាំអាហារដែលសុខសុវត្ថិភាពនិងបង្កើតសុភមង្គលដែរចាអរគុណទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំជំរាបលាបាយបាយ